ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនដែលកំពុងទស្សនាទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងមានដំណើរកម្សាន្តថ្មីមួយទៀតហើយគឺយើងធ្វើដំណើរពីខេត្តសៀមរាបទៅកាន់តំបន់អូសោមនៃស្រុកវាលវែងខេត្តពោធិ៍សម្រាប់ដំណើរកម្សាន្តលើកនេះគឺយើងចេញរឿងព្រលឹមដែរដែលយើងងើបតាំងពីម៉ោង 4 ដើម្បីជួបជុំគ្នាហើយបន្ទាប់មកយើងឆ្ពោះទៅកាន់ខេត្តបាត់ដំបងដោយសារតែ trip លើកនេះគឺមានធីមអ្នកផលិតមាតិកាយើងនៅក្នុងខេត្តបាត់ដំបងហ្នឹងក៏គាត់ចូលរួមទៅជាមួយយើងពីម៉ូតូផងដែរអញ្ចឹងហើយគឺយើងចេញដំណើររៀងព្រលឹមបន្តិចដើម្បីធ្វើយ៉ាងណាទៅដល់ក្រុងបាត់ដំបងហ្នឹងខ្ទង់ម៉ោង 8 ឬក៏ 9 ដើម្បីស្រស់ស្រូបអាហារពេលព្រឹកបន្ទាប់មកបានយើងធ្វើដំណើរបន្តទៅកាន់ភ្នំ1005ហើយ stop ទី1របស់យើងក្រោយពីចេញពីក្រុងសៀមរាបគឺយើងមកឈប់នៅកាហ្វេ361សិនដែលចម្ងាយប្រហែលជាខ្ទង់50គីឡូពីក្រុងសៀមរាបដើម្បីឈប់សម្រាកឲ្យម៉ាស៊ីនម៉ូតូត្រជាក់សិនដេកម៉ោងប៉ុន្មានងើបម៉ោងប៉ុន្មានអត់ដឹងដេកម៉ោងប៉ុន្មាន10ជាងងើបម៉ោង3ដឹងតែបិទភ្នែក5នាទីខលបិទភ្នែក5នាទីងល់និយាយទៅការធ្វើដំណើរនៅពេលព្រឹកព្រលឹមហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនមែនទែនទី1គឺផ្លូវមិនសូវជាមានឡានម៉ូតូច្រើនងាយស្រួលក្នុងការយើងធ្វើដំណើរហើយទី2ហ្នឹងគឺអាកាសធាតុត្រជាក់ល្អមិនសូវជាតាន់មានថ្ងៃចេញមកអញ្ចឹងហើយគឺយើងអាចធ្វើដំណើរបានស្រួលហើយរលូនមែនទែនហើយបើនិយាយពី trip មួយនេះវិញគឺពួកយើងបានរៀបចំផែនការក៏ដូចជា plan យូរមែនទែនតម្រាំតែបានចេញជារូបរាងដោយសារតែពួកយើងខានចេញដំណើរផ្លូវឆ្ងាយក៏ដូចជាជិះទៅលេងខាងតំបន់វាលវែងអូសោមហ្នឹងខ្ទង់មួយឆ្នាំហើយអញ្ចឹងគឺគ្រាន់តែឃើញមានភ្លៀងធ្លាក់ក៏ដូចជាមានការផុសមួយចំនួនអំពីតំបន់វាលវែងអូសោមជាដើមនៅរដូវភ្លៀងធ្លាក់ហ្នឹងគឺធ្វើអារម្មណ៍ហ្នឹងទប់លែងបានហើយក៏ចាប់ផ្ដើមនាំគ្នារៀបកម្រងទៅតែម្ដងហើយក្នុង trip នេះផងដែរគឺមានបងប្អូនអ្នកខេត្តសៀមរាបអ្នកផលិតមាតិកាហ្នឹងទៅជាមួយគ្នាច្រើនមែនទែនដល់ទៅខ្ទង់ 6-7 ម៉ូតូឯណោះហើយបូករួមជាមួយនឹងអ្នកខាងបាត់ដំបងទៀតគឺកាន់តែច្រើនបើបូកជាមនុស្សវិញគឺ10នាក់ជាងឯណោះបងប្អូនមកដល់បាត់ដំបងភ្លាមអ្វីដែលនឹកឃើញមុនគេគឺទៅរកអាហារពេលព្រឹកចឹងហើយក៏យើងបានមកដល់កន្លែងកាទៀវមួយកន្លែងនេះដែលយើងអាសាមកនៅពេលដែលមកលេងនៅក្រុងបាត់ដំបងជនជាតិជប៉ុនមកហូបកាទៀវនៅបាត់ដំបងនិយាយទៅក្នុងនាមជាអ្នកផលិតមាតិកាអ្នកផលិតវីដេអូដូចគ្នាគឺពួកយើងតែងតែស្កាត់ដើម្បីរាប់អានគ្នាអញ្ចឹងហើយជាពិសេសដូចជាពួកគាត់អ្នកនៅខេត្តបាត់ដំបងក៏ពិតមែនតែនៅពេលដែលពួកគាត់ទៅលេងសៀមរាបឬក៏យើងមកលេងនៅបាត់ដំបងគឺតែងតែណាត់គ្នាដើម្បីជួបក៏ដូចជាដើរលេងជុំគ្នាជាដើមជាក់ស្ដែងដោយនៅក្នុង trip នេះអញ្ចឹងគឺគ្រាន់តែឮថាមានកម្រងទៅលេងខាងប៉ែកខាងអូសោមហ្នឹងគឺពួកគាត់ទ្រាំអត់បានទេគឺចោះឈ្មោះភ្លាមៗតែម្ដងទៅជាមួយគ្នាដើម្បីឲ្យបានគ្នាកាន់តែច្រើនក៏ដូចជាដើម្បីធ្វើដំណើរជាមួយគ្នាឲ្យស្គាល់គ្នាកាន់តែច្រើនហើយជាពិសេសក៏ពួកគាត់មានកម្រងទៅលេងខាងនោះដូចគ្នាដោយបងប្អូនដឹងស្រាប់ហើយខែនេះគឺចាប់ផ្ដើមចូលដល់ខែវស្សាអញ្ចឹងគឺអាកាសធាតុក៏ដូចជាបរិយាកាសនៅតាមផ្លូវហ្នឹងគឺភ្លៀងជាប់ជានិច្ចអញ្ចឹងការធ្វើដំណើរហ្នឹងគឺយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជាត្រៀមលក្ខណៈជាមួយនឹងឧបករណ៍ក៏ដូចជារបស់របរផ្សេងដូចជាមានតង់សម្រាប់គ្របអីវ៉ាន់ដែលវា waterproof ជាដើមឬក៏កាបូប waterproof ដើម្បីការពារជ្រាបកៅអៅឬក៏អីវ៉ាន់របស់យើងជាក់ស្ដែងដោយប្រហែលថ្ងៃដែលពួកយើងទៅហ្នឹងគឺភ្លៀងរហូតបងប្អូនសឹងតែរោមមេឃហាលកៅអៅអត់មានទេគឺសើមជាប់រហូតហើយមកដល់កន្លែងនេះគឺម៉ូតូរបស់គ្នាយើងមួយហ្នឹងមានបញ្ហាកង់មុខដែលវាទៅជាប៉ោងអញ្ចឹងហើយគឺអត់អាចជិះកើតទេតទៅចូលជាងដូរចេញបានអាចជិះទៅមុខទៀតបានហើយម៉ោងក៏កាន់តែជ្រេមិនទាន់បានបាយថ្ងៃក៏នាំគ្នាដាក់នំប៉័ងគៀបនៅកន្លែងនឹងម៉ូតូជួសជុលម៉ូតូនឹងតែម្ដងហើយការធ្វើដំណើរគ្នាច្រើនចេះគឺសប្បាយម្យ៉ាងបងប្អូនបើទោះជាពេលខ្លះលេតម៉ោងបាយឬក៏មិនទាន់បានញ៉ាំបាយថ្ងៃឬក៏ជួបឧបសគ្គផ្សេងគឺយើងនៅជុំគ្នាហើយរិះរោវិធីជុំគ្នាអញ្ចឹងគឺសប្បាយវាអត់ដូចតែពេលយើងដើរលេងតែឯង
បើនិយាយពីទេសភាពពីសំឡូទៅកាន់ប្រម៉ោយវិញគឺដោយបងប្អូនឃើញអញ្ចឹងទេសភាពនៅសងខាងផ្លូវងាកទៅខាងណាក៏មានតែព្រៃភ្នំជាមួយនឹងធម្មជាតិបៃតងហើយប្រហែលជិះម៉ូតូកាត់ភ្លៀងក៏ដូចជាកាត់បរិយាកាសបែបនេះគឺបង្កើនអារម្មណ៍យើងឲ្យកាន់តែស្រស់ស្រាយមួយកម្រិតទៀតនិយាយទៅខ្ញុំស្រឡាញ់ក៏ដូចជានឹកបរិយាកាសបែបនេះមែនទែនដោយសារតែខែក្តៅនឹងគឺហួតហែងប្រហែលខែអញ្ចឹងនៅពេលដែលបានមកដល់ខែភ្លៀងគឺมันបង្អង់យូរទេឆ្ពោះមកកាន់តំបន់ភ្នំតំបន់ធម្មជាតិតែម្ដងមកដល់រង្វង់មូលប្រម៉ោយនេះគឺខ្ទង់ម៉ោងប្រហែលជា4កន្លះ5ល្ងាចហើយអញ្ចឹងយើងមិនបង្អង់យូរទេគឺយើងឆ្ពោះទៅកាន់កន្លែងផ្ទះស្នាក់របស់យើងគឺផ្ទះស្នាក់បងបារាំងដែលនៅមិនឆ្ងាយប្រហែលទេពីរង្វង់មូលហ្នឹងហើយទេសភាពដូចគ្នាគឺផ្លូវឡើងទៅនឹងគឺស្រស់ស្រាយមែនតើងាកទៅខាងណាក៏សិតតែធម្មជាតិហើយនៅពេលដែលមានភ្លៀងចុះបងប្អូនគឺមានអាប់ក៏ដូចជាមានពពកឲ្យយើងមើលទៀតហើយបើនិយាយពីការធ្វើដំណើរជាមួយ Himalayan 450នេះវិញគឺការធ្វើដំណើររលូនមែនតើមិនថាផ្លូវដីឬក៏ផ្លូវកស៊ូមានភ្លៀងឬក៏អីទៅគឺជិះស្រួលមែនតើបងប្អូនដោយសារតែទម្ងន់វាធ្ងន់ល្អអញ្ចឹងហើយគឺមិនងាយចាញ់ខ្យល់ទេហើយបើនិយាយពីសាំងវិញមួយទ្រីបនេះខ្ញុំចាក់តែពីបាត់ដំបងមកជិះរហូតទៅដល់អូសោមក៏អត់ទាន់អស់ដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ក៏ដូចជាចូលចិត្តម៉ូតូប្រភេទ Adventure អីគឺអាចពិចារណាជាមួយនឹង Royal Enfield Himalayan 450នេះបានចឹងក្រោយពីរៀបចំអីវ៉ាន់រួចរាល់ហើយយើងក៏ចាប់ផ្ដើមធ្វើម្ហូបចំអិននៅម្ហូបមួយចំនួនដែលយើងបានដាក់មកដើម្បីញ៉ាំជុំគ្នាបន្ទាប់មកយើងចូលសម្រាប់រៀងៗខ្លួនដើម្បីត្រៀមចេញដំណើរនៅថ្ងៃបន្ទាប់ទៀតនៅព្រឹកថ្ងៃទី2នេះគឺយើងធ្វើដំណើរចេញពីភ្នំ1005ទៅកាន់អូសោមប៉ុន្តែយើងអត់ទាន់ទៅភ្លាមទេបងប្អូនដោយសារតែយើងអត់ទាន់បានដើរទស្សនាទេសភាពនៅភ្នំ1005នៅឡើយទេអញ្ចឹងនៅពេលព្រឹកព្រលឹមហ្នឹងគឺយើងធ្វើដំណើរចេញពីផ្ទះស្នាក់ឆ្ពោះទៅរកអាហារពេលព្រឹកនៅកាហ្វេមួយកន្លែងដែលគេល្បីទូទៅនៅពេលដែលទៅលេងភ្នំ1005គឺមនកូកាហ្វេនិយាយទៅនៅភ្នំ1005នេះបើនិយាយពីកន្លែងញ៉ាំអីមិនថាកាហ្វេកន្លែងស្នាក់កន្លែងអីទេគឺសម្បូរណាស់បងប្អូនឥឡូវគឺមិនដូចពីមុនទេទៅដល់ហ្នឹងបងប្អូនចង់ស្នាក់របៀបបោះតង់របៀប resort អីគឺមានទាំងអស់ហើយពីរបស់ញ៉ាំវិញក៏មិនខ្វះដែរក្រោយពីញ៉ាំអាហារពេលព្រឹកក៏ដូចជាដាក់កាហ្វេអីរួចរាល់អស់ហើយយើងក៏បន្តដំណើរបន្តទៀតឡើងទៅលើភ្នំទៅកាន់តំបន់មួយដែលយើងមិនអាចរំលងបានទេគឺកន្លែងផ្លូវអន្ទង់អាំង
ក្រោយពីថតរូបនៅផ្លូវតុងអាំងអស់ចិត្តហើយយើងក៏បន្តដំណើរមកលើភ្នំតទៀតប៉ុន្តែនៅពេលដែលជីបានតិចហ្នឹងគឺឃើញម៉ូតូគ្នាយើងគាត់ឈប់ក្រែងតែមានបញ្ហាអីតែមែនទែនទៅគឺគាត់ឈប់ដើម្បីជួយលើកបេអង្គរបស់បងប្អូនអ្នកភូមិដែលគាត់ជិះម៉ូតូទៅវាល្អិលធ្លាក់ឬក៏អីមិនដឹងទេក៏គាត់ជួយលើកអញ្ចឹងខ្ញុំក៏ឈប់ម៉ូតូចុះទៅជួយសេរីក៏ដូចជាជួយលើកដាក់ម៉ូតូឲ្យគាត់វិញដើម្បីគាត់អាចបន្តដំណើរទៅមុខទៀតព្រោះតាមមើលគ្នាគាត់តែ2នាក់ជិះម៉ូតូហ្នឹងគឺគាត់មានការលំបាកក្នុងការម្នាក់លើកម្នាក់ទប់ដើម្បីបានជិះទៅមុខទៀតដោយសារតែផ្លូវឡើងភ្នំផងដឹងមិនវាចេះតែធ្លាក់ទៅដាក់តតឹងហ៎អូដាក់តកមុខនិយាយទៅខ្ញុំជឿថាបងប្អូនដែលកំពុងទស្សនាវីដេអូមួយនេះគឺនៅពេលដែលមើលហ្នឹងគឺមានអារម្មណ៍មួយថាបើសិនជាបានទៅដល់ទីនេះមិនដឹងជាល្អមិនទេដោយសារតែទេសភាពក៏ដូចជាបរិយាកាសដោយបងប្អូនឃើញអញ្ចឹងងាកទៅខាងណាក៏ឃើញតែធម្មជាតិខៀវស្រងាត់ហើយមានបងប្អូនមួយចំនួននៅពេលដែលគាត់បានឃើញគាត់តែងតែខមមិនថាបើសិនជាបានទៅមិនដឹងជាផ្លូវចិត្តក៏ដូចជាផ្លូវអារម្មណ៍គាត់នឹងបានធូរស្បើយប៉ុណ្ណាទេដោយសារតែនៅទីនេះគឺដូចបងប្អូនឃើញអញ្ចឹងមានតែធម្មជាតិគឺអត់មានភាពរញ៉េរញ៉ៃដូចនៅទីក្រុងទេនៅពេលដែលធ្វើដំណើរចុះពីលើភ្នំមកវិញហ្នឹងគឺភ្លៀងខ្លាំងមែនទែនបងប្អូនសឹងតែចង់ប៉ើងម៉ូតូហើយអញ្ចឹងគឺធ្វើដំណើរហ្នឹងមិនសូវជាបានលឿនទេហើយយើងធ្វើដំណើរដោយមានការប្រុងប្រយ័ត្នខ្ពស់មែនទែនហើយដោយសារតែគ្នាយើងម៉ូតូមួយចំនួនគឺរាងតូចដែរអញ្ចឹងវាចាញ់ខ្យល់ចាហើយគឺយើងរកកន្លែងមួយដើម្បីចូលឈប់សិនដើម្បីឲ្យភ្លៀងអន់ថយឬក៏រាំងតិចបន្ទាប់មកបានយើងធ្វើដំណើរទៅមុខទៀតអញ្ចឹងក្រោយពីរាំងភ្លៀងហើយយើងក៏ចេញដំណើរតទៀតឆ្ពោះទៅកាន់អូសោមតែម្ដងហើយពេលក៏ចាប់ដើមរៀងល្ងាចដែរអញ្ចឹងថ្ងៃក៏ចាប់ដើមលិចអញ្ចឹងយើងជិះទៅគឺមានភាពត្រជាក់ស្រួលជាមួយនឹងបរិយាកាសភ្លៀងទៅតែហើយគឺងាកទៅខាងណាក៏ឃើញតែពពកនៅតាមជួរភ្នំដែរបងប្អូនម៉ែយើងក៏មានសម្រាប់ខ្ញុំផ្ទាល់តែម្ដងប៉ែកខាងអូសោមនេះគឺខ្ញុំមកដែរមកដល់ទេហើយក៏ជាលើកទី1ផងដែរហើយបើតាមពីមុនមកខ្ញុំធ្លាប់បានឃើញគេផុសក៏ដូចជាបង្ហោះលើបណ្ដាញសង្គមហ្នឹងគឺផ្លូវពិបាកធ្វើដំណើរមែនទែនតែនៅពេលដែលមកជាក់ស្ដែងគឺផ្លូវគេតែធ្វើហើយគឺផ្លូវជាលេខ10ហ្នឹងគឺស្អាតមែនទែនរលោងតែម្ដងជិះម៉ូតូបានស្រួលក៏ដូចជាអត់មានភាពលំបាកអីទេហើយនៅតាមផ្លូវហ្នឹងក៏មានកន្លែងឈប់មួយដែលជា view point ដើម្បីឲ្យយើងអាចគយគន់ទេសភាពស្អាតមែនទែនហើយនៅពេលដែលភ្លៀងទៅហើយអញ្ចឹងនៅពេលដែលជិះឡើងភ្នំគឺដល់កន្លែងមួយហ្នឹងមានអាប់ស្អាតមែនទែនមកដល់អូសោមនេះគឺយើងបានកក់កន្លែង resort ឬក៏ផ្ទះស្នាក់មួយកន្លែងដែលមានឈ្មោះថាសុកចម្រើនហើយពួកយើងជិះមកកន្លែងនេះនៅរៀងជាយដែរបងប្អូនអញ្ចឹងហើយគឺមានភាពស្ងប់ស្ងាត់ល្អងាយស្រួលក្នុងការសម្រាកហើយបើយើងមកជាក្រុមអីក៏គាត់មានជាតុក៏ដូចជាគាត់ជួយរៀបចំកន្លែងយើងញ៉ាំអីងាយស្រួលមែនទែនខ្ញុំជឿថាតំបន់វាលវែងនេះតិចទៀតនឹងក្លាយជាគោលដៅទេសចរមួយដែលមានភាពពេញនិយមមែនទែនមិនថាបងប្អូនមកពីប៉ែកខាងពេញឬក៏ទៅពីប៉ែកខាងសៀមរាបបាត់ដំបងអីទេដោយសារតែនៅទីនេះវាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាទូរគមនាគមន៍នឹងល្អជាងមុនច្រើនមែនទែនអញ្ចឹងហើយសម្រាប់ការធ្វើដំណើរអីគឺអត់មានភាពពិបាកទេក្នុងថ្ងៃទី3នេះការធ្វើដំណើររបស់យើងក៏រៀងឆ្ងាយគួរសមដែរគឺយើងធ្វើដំណើរពីអូសោមទៅកាន់សំឡូតវិញឯណោះអញ្ចឹងហើយនៅពេលព្រឹកគឺយើងធ្វើយ៉ាងណាប្រើពេលវេលាដែលយើងមាននៅអូសោមហ្នឹងដើម្បីទស្សនាកន្លែងសំខាន់ៗជាពិសេសគឺស្ពានខ្ពស់ជាងគេដែលទើបតែសាងសង់ហើយថ្មីហ្នឹងហ
ហើយដូចជាគេថាលឺ10ដងមិនស្មើនឹងបានឃើញម្ដងចឹងបងប្អូនគឺផ្លូវជាតិលេខ10ថ្មីនេះស្រស់ស្អាតខ្លាំងមែនទែនហើយការធ្វើដំណើរគឺមានភាពងាយស្រួលខ្លាំងដោយសារតែផ្លូវនេះគឺរលោងស្រិលតែម្ដងហើយធ្វើដំណើរមិនយូរប្រហែលយើងបានមកដល់ស្ពានខ្ពស់ជាងគេនេះហើយគឺកម្ពស់ដល់ទៅ90ម៉ែត្រជាមួយនឹងប្រវែងដល់ទៅ537ម៉ែត្រឯណោះហើយផ្លូវក៏ដូចជាស្ពានមួយនេះផងដែរគឺភ្ជាប់ពីទឹកដីអូសោមឆ្ពោះរហូតទៅដល់ខេត្តកោះកុងឯណោះសោកស្ដាយមែនទែនដោយសារតែពេលវេលាយើងរៀងខ្លីអញ្ចឹងហើយគឺយើងអត់បានបន្តទៅដល់កោះកុងទេហើយបើសិនជាមានពេលត្រឹមមួយសប្តាហ៍គឺទៅត្រឹមកោះកុងអត់មានភាពពិបាកទេបងប្អូននិយាយទៅបទពិសោធន៍ធ្វើដំណើរដោយម៉ូតូគឺពិតជាប្លែកក៏ដូចជាល្អមែនទែនសម្រាប់បងប្អូនដែលចង់ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិពិតៗដោយសារតែនៅពេលដែលយើងជិះម៉ូតូមិនថាភ្លៀងឬក៏មេឃក្តៅគឺយើងទទួលបានអារម្មណ៍នឹងពិតតែម្ដងខុសពីនៅពេលដែលយើងជិះឡានជាក់ស្ដែងដូចនៅពេលដែលយើងធ្វើដំណើរតាមផ្លូវទៅកាន់សំឡូតដែលយើងគឺយើងឃើញទេសភាពស្អាតណាស់គឺយើងឈប់ថតទៅនឹងតែម្ដងនៅយប់ចុងក្រោយនេះផងដែរគឺយើងមកស្នាក់នៅ resort មួយកន្លែងដែលនៅក្នុងស្រុកសំឡូតដែលមានឈ្មោះថា Happiness Long Bridge Resort មែនតើទៅយើងដាក់ឈ្មោះ Happiness ហ្នឹងគឺតំណាងឲ្យភាពរីករាយព្រោះគោលបំណងយើងចង់ឲ្យភ្ញៀវដែលមកស្នាក់នៅគាត់ទទួលបានភាពរីករាយពីការស្នាក់នៅរបស់យើងចំណុចហ្នឹងហើយបានយើងប្រើពាក្យ Happiness នៅពីមុខតាក់ទងនឹង Long Bridge បានន័យថាយើងយកឈ្មោះតំបន់នៅហ្នឹងព្រោះនៅហ្នឹងយើងមានឈ្មោះថាស្ពានវែងអញ្ចឹងក៏យើងប្រើឈ្មោះទីតាំងស្ពានវែងហ្នឹងជាឈ្មោះ resort របស់យើងហ្មងទៅចាប៉ុន្តែយើងបន្ថែមពាក្យ Happiness នៅពីមុខគោលបំណងគឺអ្នកមកគឺត្រូវតែមានភាពរីករាយពេលមកស្នាក់នៅកន្លែងហ្នឹងវេកសេវាកម្មយើងនៅណេះបានន័យថាយើងមានកន្លែងស្នាក់នៅរបស់យើងមាន4ប្រភេទយើងមាន3ផ្ទះ3ប្រភេទយើងមានប្រភេទជាផ្ទះ family room ដែលសមាជិកគ្រួសារគាត់ឲ្យមកស្នាក់នៅជុំគ្នាបានហើយយើងមានប្រភេទ deluxe room ដែលលក្ខណៈ couple ដែលគាត់តាមតា honeymoon ហើយគាត់អាចមកគេងសម្រាប់បន្ទប់ហ្នឹងហើយក៏យើងមានជា king room ជាផ្ទះតូចចាសម្រាប់ដៃគូឬក៏មិត្តភ័ក្តិគាត់អាចមកគេងបានហើយ special ជាងហ្នឹងទៀតយើងមានកន្លែងបោះតង់យើងមាន private area ដែលលក្ខណៈក្មេងៗគាត់ធីមជាហ្នឹងគាត់មកបោះតង់ជុំគ្នាដូចគ្នាដែរនិយាយទៅ resort មួយកន្លែងនេះគឺនៅក្បែរនឹងផ្លូវធំអញ្ចឹងបងប្អូនដែលមកលេងខាងសំឡូតអីអាចចូលទៅស្នាក់នៅក៏ដូចជាទៅ relax នៅកន្លែង resort របស់គាត់បានហើយនៅក្បែរហ្នឹងក៏សម្បូរទៅដោយចកាតរ៉េនផងដែរបើសិនជាបងប្អូនចង់ទៅទេសនាអីគឺអាចទៅទេសនាឬក៏ទិញបានដោយបងប្អូនដឹងអញ្ចឹងតរ៉េនសំឡូតគឺល្បីខ្លាំងមែនទែនហើយឥឡូវគឺចាប់ផ្ដើមដល់ខែអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំឬក៏ចង់ភ្លក់អីនៅពេលទៅលេងខាងសំឡូតអាចទៅសាកបានជាក់ស្ដែងដូចពេលដែលយើងទៅដល់ហ្នឹងគឺមានបងស្រីដែលគាត់ជាអ្នកផលិតមាតិកានៅប៉ែកខាងហ្នឹងគឺគាត់បានជួលយើងទៅលេងចំការតរ៉េនមួយនៅក្បែរហ្នឹងហើយតរ៉េនគឺសម្បូរមែនទែនមើលបកាយរកឲ្យ2ផ្លែនេះច្រកពីអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់ខ្ញុំជឿថាបងប្អូនទេសនាវីដេអូមួយនេះហើយច្បាស់ជាជាប់ចិត្តជាមួយនឹងទេសភាពក៏ដូចជាអារម្មណ៍នៅវាលវែងអូសោមនេះហើយអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាពីដើមដល់ចប់យើងជួបគ្នានៅវីដេអូក្រោយទៀត